pressure មានន័យថាស្ថិតនៅក្នុងសម្ពាធបែបយ៉ាងអញ្ចឹងមានយើងធ្វើការគេយើងថត់សម្ពាធតែគេឲ្យធ្វើរបាយការណ៍គេយកធ្វើឲ្យគេម្ដងតែធ្វើនៅ overtime មាននៅធ្វើការលើម៉ោងត្រូវធ្វើការលើម៉ោងអាហ្នឹងហើយវាជាសម្ពាធដែលយើងហៅថា stress ហ្នឹងឯងតាមពិតបើយើងនិយាយប្រៀបធៀបពី stress ហើយនឹង depression មានន័យថាជំងឺថប់អារម្មណ៍ហ្នឹង stress ណាជំងឺបាក់ទឹកចិត្តហ្នឹងអាហ្នឹងខ្លាំងជាង stress ណាពីហ្នឹងខ្ញុំលើកឧទាហរណ៍ពីជំងឺហ្នឹងនៃផ្នែកផ្លូវចិត្តខ្ញុំមានឧទាហរណ៍សាមញ្ញឲ្យយើងស្ដាប់ stress មានន័យថាដូចទឹកល្អអញ្ចឹងទឹកល្អក្នុងមួយកែវអញ្ចឹងទឹកល្អហ្នឹងបើយើងយកទៅចម្រោះវិញមានន័យថាទឹកហ្នឹងអាចថ្លាវិញអញ្ចឹងមានន័យថា stress ថ្ងៃហ្នឹងអូយ stress ធ្វើការពេញមួយថ្ងៃទៅយប់ដើរលេងបន្តិចទៅដើរមកទន្លេអញ្ចឹង5 10នាទីមកវិញធូរអូខេហ្នឹង stress ផ្ទុយទៅវិញ depression ជំងឺបាក់ទឹកចិត្តហ្នឹងមានន័យថាដូចកាហ្វេអញ្ចឹងខ្មៅដូចផុកអញ្ចឹងកាលណាយើងយក stress ហ្នឹងយកទឹកល្អហ្នឹងយកចាក់ចូលកាហ្វេមានន័យថាវាคล้ายទៅខ្មៅដូចកាហ្វេអញ្ចឹងមានន័យថា stress គឺដំណើរទៅរក depression ហ្នឹងហើយទៅរកជំងឺបាក់ទឹកចិត្តហ្នឹងហើយអញ្ចឹងបើសិនបើយើងដឹងអញ្ចឹងហើយដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងមានផ្លូវពីរដែលយើងជ្រើសរើសតើយើងជ្រើសរើសទៅផ្លូវជំងឺបាក់ទឹកចិត្តគេហៅ depression ហ្នឹងឬក៏យើងរើសផ្លូវមួយទៀតដែលទៅដល់មានផ្កាយរីកស្គូស្គាយហើយលោកគ្រូចៅអធិការវត្តទាំងវត្តអីគ្រូគូសុភាពនោះបាទលោកតែមានពុតការថាផ្ទះចេះធ្វើរបងដើម្បីការពារចោលក៏ប៉ុន្តែចិត្តខ្លួនឯងអត់ដែលធ្វើការអត់ដែលថែរក្សាដែលរៀនសូត្រគ្រប់គ្រងវាធ្វើម៉េចកុំឲ្យសម្រាមកុំឲ្យសេចក្តីអវិជ្ជមានទាំងឡាយចូលមកក្នុងចិត្តកុំឲ្យអំពើដែលយើងសាហាវជុំខ្លួនដែលយើងឃើញកាប់សម្លាប់គេខូចចិត្តអញ្ចឹងទៅវាយប្រពន្ធគេសម្លាប់កូនអញ្ចឹងអាហ្នឹងសិតតែរឿងមិនល្អចូលមកក្នុងចិត្តយើងហើយអាហ្នឹងជាដំណើរទៅដល់ជំងឺ depression ហ្នឹងហើយបើសិនតែត្រឹមអ្នកមាន stress ទេអ្នកមានជំងឺថប់អារម្មណ៍ទេបន្តិចវានឹងធូរស្បើយវិញហើយតែបើសិនបើយើងអត់យកចិត្តទុកដាក់រឿងបញ្ហា stress ហ្នឹងទេវានឹងវិវត្តបន្តិចម្ដងទៅដល់ជំងឺ depression ហ្នឹងហើយនៅពេលដែលយើងឈានដល់ដំណាក់កាល depression ហើយកុំថាឡើយហាត់ប្រាណកុំថាឡើយស្ដាប់លោកកុំថាឡើយសមាធិវិបស្សនាសូម្បីតែឡើងបត់ដៃបត់ជើងជូននោមហ្នឹងនិយាយសាមញ្ញស្ដាប់ទៅក៏មិនចង់ឡើងដែរសុខចិត្តដេកនោមនៅលើហឹងសុខចិត្តដេកនោមនៅលើខែហ្នឹងហើយបើមាននរណាម្នាក់ថាយើងស្អុយនរណាម្នាក់ថាយើងដេកយើងទៅងូតទឹកយើងចង់សម្លាប់អ្នកហ្នឹងយើងចង់វាយអ្នកហ្នឹងយើងស្អប់អ្នកហ្នឹងជាទីបំផុតទោះបីអ្នកហ្នឹងជាប្រពន្ធក៏ដោយជាកូនក៏ដោយជាម៉ែក៏ដោយជាឪក៏ដោយជាបងប្អូនក៏ដោយដំណឹះដែល depression ខ្លាំងបំផុតពេលខ្លះរហូតដល់គេចាក់ច្បាក់គេទុកដែលឡែកពីឯទីគេវាឯងចាក់ច្បាក់ដាក់ក្នុងខ្ទមមួយឧទាហរណ៍ពីព្រោះអីពីព្រោះតាលេងគាត់មកបើគាត់សាហាវគាត់ទៅសម្លាប់មកផ្ទះនឹងចោលណាធ្វើម៉េចមានទោសឯណាបើគាត់មនុស្សបាក់ទឹកចិត្តបាត់ហើយគាត់សម្លាប់អ្នកហ្នឹងហើយគាត់សម្លាប់ខ្លួនឯង